អ្នកមិនត្រូវការអ្វីទិញខ្ញុំច្រើនទេការឡើងទៅក្រៅមើលទៅដូចជាខ្ញុំបងសម្លាញ់ហេតុអ្វីបានជាបងទៅចោលទាំងអាឡ័យចឹងតើបងនៅទីនោះបានសុខសប្បាយទេតើបងបានហូបឆ្អែកដែរទេអូនពិតជានឹកបងខ្លាំងណាស់បងសម្លាញ់ប្រពន្ធបងឲ្យអូនរងទុក្ខខ្លាំងណាស់ហើយទេរបៀបដែលខ្ញុំមើលឥឡូវនេះគឺជាសេវាពេកអ្នកមិនអាចគិតថ្លៃដោយផ្ទាល់បានទេអ្នកត្រូវតែទន់ភ្លន់ជាងមុនហៅគាត់ដោយស្ងប់ស្ងាត់ប្រពន្ធឈប់យំខ្ញុំត្រឡប់មកវិញហើយរហ័សតើអ្នកអាចយកជីវិតរបស់ឆែនយ៉ាងដូចម្តេចខ្ញុំជាមេផ្ទះរបស់ម្ដាយនិងបងប្អូនស្រីទាំងនេះខ្ញុំគិតថាមិនឆ្ងាញ់ដូចសាច់ទេប្រាប់អ្នកឲ្យអនុញ្ញាតឲ្យខ្ញុំទៅអ្នកទេប្រពន្ធមើលមកខ្ញុំដោយប្រុងប្រយ័ត្នខ្ញុំមិនមែនជាអ្នកគ្រប់គ្រងធំទេខ្ញុំជាប្រពន្ធរបស់ប្តីអ្នកកំពុងនិយាយមិនសមហេតុសមផលខ្ញុំបានរស់រានមានជីវិតបែបនេះអស់រយៈពេល 2-3 ខែស្លាប់ច្របាច់ខ្ញុំយ៉ាងលឿនអមតៈខំសុំបើមិនញ៉ាំទេអ្នកនឹងស្លាប់លេងខ្ញុំមិនឃ្លានទេអ្នកញ៉ាំអ្នកនៅរស់អ្នកត្រូវតែរស់នៅឲ្យបានល្អសម្រាប់ខ្ញុំអមតៈប្រពន្ធវាពិតជាខ្ញុំមិនឈឺចាប់ទេខ្ញុំបានវារំដងទៀតកុំថាអ្នកមិននៅទីនេះប្រពន្ធឯងរត់ទៅបាត់តើផ្ទះរបស់យើងនៅណាប្រពន្ធចាំខ្ញុំភរិយាសូមបើកទ្វារខ្ញុំហ្សេងឆេងខ្ញុំពិតជាត្រឡប់មកវិញហើយវាឈួតណាស់នៅខាងក្រៅអនុញ្ញាតឲ្យខ្ញុំចូលយ៉ាងលឿនអ្នកនៅទីនេះខ្លាញ់ធ្វើជាខ្មោចក្នុងសុបិនប្តីខ្ញុំត្រូវបានគេកប់ជាយូរមកហើយតើអ្នកជាមនុស្សពូកែខាងធនធានមនុស្សមែនទេហ៊ានគូសទ្វារម្ដងទៀតខ្ញុំនឹងកាត់គូចោលមួយឆ្នាំប្រពន្ធឲ្យកុំខឹងខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់ខ្ញុំពិតជាអមតៈខ្ញុំស្បោះតើអ្នកចង់ធ្វើឲ្យខ្ញុំសប្បាយចិត្តដោយរបៀបណាប្រពន្ធកែងជើងនៃផ្លូវខាងឆ្វេងរបស់អ្នកមានពណ៌ខ្មៅមួយអ្នកចូលចិត្តគិតអំពីខ្នងរបស់អ្នកនៅពេលអ្នកគេងគាត់តែងតែដាក់ជើងរបស់គាត់នៅលើពោះរបស់ខ្ញុំអ្នកជាលុយមិនខ្មាស់គេរបស់ទាំងនេះអ្នកប្រហែលជាគ្រាន់តែសម្លឹងមើលវាមិនអាចរាប់បានទេបន្ទាប់មកខ្ញុំសូមនិយាយអំពីជំនាញយោធាបំណែកទី3នៅក្រោមទៅនៅក្នុងផ្ទះរបស់យើងគឺនៅខាងក្រោយលក្ខនឹងរក្សាទុកដោយសម្ងាត់បន្ទះក្រហមចំនួន3នៃប្រាក់ឯកជននេះជាអ្វីដែលខ្ញុំដឹងតែប៉ុណ្ណោះទាំងអស់នេះអាចត្រូវបានស៊ើបអង្កេតប្រហែលជាអ្នកជាមីងណាខ្ញុំក៏បានស្វែងរកអាពាហ៍ពិពាហ៍លាក់កំបាំងផងដែរប្រសិនបើអ្នកពិតជារស់នៅជារៀងរហូតតើអ្នកមានភស្តុតាងអ្វីខ្លះដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកយល់ហើយប្រពន្ធនៅលើកែងជើងរបស់ខ្ញុំមានជំហានក្រហមឥឡូវនេះការធានារ៉ាប់រងដើមគឺដូចគ្នាអ្នកតែងតែសើចដាក់ខ្ញុំនឹងបង្ហាញវាដល់អ្នកឥឡូវនេះប្រពន្ធអ្នកបាននិយាយថាអ្នកនៅតែអានវានៅពេលអ្នកសួរខ្ញុំមើលឲ្យច្បាស់នៅកម្រិតបោថេដើមនេះអ្នកនឹងមនុស្សងងពេញរាងកាយរបស់អ្នកឥឡូវនេះវាដូចជានៅសល់តែមួយក្តាប់តូចប៉ុណ្ណោះតើគូតនៅណាតើជំហាននៅណាសង្ហាណាស់ភ្លេចអំពីតែនេះប្រពន្ធទោះបីជាខ្ញុំគ្មានសាច់ក៏ដោយតែបេះដូងបងដែលស្រឡាញ់អូននៅតែមានខ្ញុំមិនខ្វល់ទៀតទេប៉ុន្តែខ្ញុំស្រឡាញ់អ្នកត្រឡប់មកវិញអមតៈតើវាពិតជាអ្នកមែនទេអ្នកនឹងអរិយតើអ្នកខ្លាយជាបែបនេះដោយរបៀបណាអ្នកទៅម្ដងទៀតពិតជាល្ងងមែនខ្ញុំនឹកអ្នកខ្លាំងណាស់ប្រពន្ធខ្ញុំក៏នឹកវាដែរឪពុកតើអ្នកដឹងដោយរបៀបណាសុំទោសខ្ញុំបានព្យាយាមខ្លាំងពេកកុំផ្លាស់ប្ដូរប្រពន្ធរបស់អ្នកឆាវមើលមកខ្ញុំមិនដែរប្រពន្ធប្តីរបស់អ្នកខ្ញុំឥឡូវនេះប៉ុន្តែភាពអមតៈអស្ចារ្យវាមិនអីទេអ្នកធ្លាប់ការពារខ្ញុំឥឡូវអ្នកខ្លាយជាបែបនេះវានឹងខ្លាយជាខ្ញុំដែលការពារអ្នកចាប់ពីពេលនេះទៅគ្មាននរណាម្នាក់អាចធ្វើបាបយើងបានទេប្រពន្ធសម្រាប់ខ្ញុំនិយាយអញ្ចឹងប្រពន្ធក្នុងអំឡុងពេលអវត្តមានរបស់ខ្ញុំតើអ្នកនៅផ្ទះយ៉ាងម៉េចដែរគ្រូសាយេបូរបស់អ្នកមិនមែនជាមនុស្សទេអ្នកទើបតែចាកចេញពួកគេបានចាប់ផ្ដើមប្រយុទ្ធដោយហិង្សាក្រុមធំរបស់យើងមានអារម្មណ៍ថាពួកយើងនៅក្នុងផ្ទះប្រក់ស្បូវអ្នកឥឡូវនេះពួកគេនៅតែមានអ្វីគ្រប់យ៉ាងម្ដាយដ៏ល្អនៃរូបកាយរបស់យើងស៊ូវ៉ាន់អេបំបែកវាចេញសម្រាប់ខ្ញុំព្រឹកតាបូកំពុងមកប្រពន្ធខ្ញុំទុកឲ្យខ្ញុំមើលរឿងសិនខ្ញុំមិនគោរពភាពទន់ភ្លន់ទេខ្លាចពួកគេស៊ូវ៉ាន់អេគុំនិយាយថាយេបូមិនខ្វល់ពីចំណងគ្រួសារដីមាតុភូមិបន្សល់ទុកដោយតាំងសេងខ្ញុំតែងតែនៅទីនោះ
ប្រសិនបើគ្មានអ្វីកើតឡើងចំពោះអ្នកម្ដងទៀតគ្រាន់តែទុកវាឲ្យដាបូអ្នកគឺជ្រៅពេកបន្ទាប់មកភ្លុះអ្វីដែលអ្នកទុកឲ្យខ្ញុំអ្នកយូរណាស់ហើយប៉ាត់បងប្អូនជីដូនមួយតើក្មេងស្រីមានដីបែបណាហេតុអ្វីបានជាអ្នកមិនធ្វើតាមខ្ញុំបងប្អូនជីដូនមួយរបស់ខ្ញុំតើអ្នកធ្លាប់ជាអ្នកផឹកដ៏ពេញនិយមទេផ្ដល់ឲ្យអ្នក3 ខែរឿងពីរមិនអាចកើតឡើងម្ដងទៀតបានទេគ្រាន់តែប្រគល់វាយើងលេបកុមារនៅក្នុងផ្នែកអក្សរសាស្ត្រល្អ3 ខែមាស 2000 ដុំខ្ញុំនឹងឲ្យវាទៅអ្នករាល់មួយសេនប្រសិនបើអ្នកចាញ់នៅពេលធំមិនត្រឹមតែដីស្រែចម្ការជារបស់ខ្ញុំទេអ្នកក៏ត្រូវប្រគល់គ្រាប់លឿងធំមកឲ្យខ្ញុំដែរល្អវាជាកិច្ចព្រមព្រៀងមនុស្សគ្រប់គ្នាអង្គុយនៅទីនេះតោះទៅប្រពន្ធអ្នកឈួតហើយព្រះចៅអធិរាជមួយអង្គតើអាចផលិតមាសបាន 2000 ដុំដោយរបៀបណាមិនមែនអ្នកទើបតែពេលនេះទេប្រសិនបើអ្នកពាក់វាម្ដងទៀតសូមបង្ហាញដៃរបស់អ្នកតើអ្នកសុំឲ្យខ្ញុំយល់ព្រមទេតើអ្នកមិនបាននិយាយថាអ្នកមានវិធីទេខ្ញុំបានសុំឲ្យអ្នកសន្យាជាមួយពួកគេចេញពីដៃវាមិនដូចជាខ្ញុំអាចធ្វើមាសបាន 2000 ម្ដងទៀតនោះទេនោះជាការងាររបស់ខ្ញុំមានន័យថាលើកទឹកចិត្តខ្លួនឯងអតិថិជនលោកជំទាវភ្ញាក់ឡើងក្រោកឡើងញ៉ាំអាហារពេលព្រឹកប្តីអ្នកមិនបានដេកពេញមួយយប់ទេខ្ញុំកំពុងយំមិនចាំបាច់ដេកទេញ៉ាំនំប៉ាវយ៉ាងឆាប់រហ័សបន្ទាប់ពីយើងឆ្អែតហើយយើងនៅតែត្រូវចំណាយលើការងារយើងសន្យាថានឹងនៅជាមួយគ្នារយៈពេល3 ខែមាស 2000 ដុំមកវិញបើមិនដូច្នោះទេអ្នកចាញ់ប្តីនោះជាមេដាធិរាជជាងเขาមានកម្ពស់ខ្ពស់ជាងមនុស្សផ្សេងទៀតមិនមែនមាស 2000 ទេមាស 200 ក៏ពិបាកដូចការរងចាំមេឃមានតែយើង2នាក់ប៉ុណ្ណោះតើវាអាចធ្វើបានដោយរបៀបណាប្រពន្ធកុំខ្លាចអីប្តីរបស់អ្នកទោះបីខ្ញុំមិនមែនជាមនុស្សក៏ដោយប៉ុន្តែក៏មិនមែនប៊ូដែរអ្នកឃើញអធិរាជនេះថែមទាំងត្រូវការពេលជាច្រើនថ្ងៃទៀតដើម្បីបង្វែរដីតើខ្ញុំនឹងទទួលបានសម្ភារៈជាងអ្វីបន្ទាប់ពី3 ខែជាបូគ្រាន់តែកញ្ញាវាបានត្រឹមត្រូវហើយយើងមិនអាចធ្វើវាបានទេកន្លែងស្លាប់ដោយចេតនាតែចាស់ចិត្តខ្មៅពេកប៉ុន្តែប្រពន្ធប្តីរបស់អ្នកនិងខ្ញុំស្ថិតនៅក្នុងពិភពក្រោមដីមិនមែនសម្រាប់គ្មានអ្វីទេខ្ញុំបានយកឧបករណ៍ភ្ជាប់មកជាមួយខ្ញុំដោតអ្វីដែលដោតមួយរំពេចបងប្អូនផ្លាស់ប្ដូរចំនួនក្រែដើម្បីធ្វើការព្រះអើយតើមានអ្វីកើតឡើងប្រពន្ធណែនាំទាំងនេះគឺជាបងប្អូនល្អដែលខ្ញុំបានជួបនៅទីនោះគាត់ជាដៃល្អក្នុងការងារកុំបារម្ភអំពីវានៅឡើយរៀបការនៅកន្លែងល្អគ្រូសាយើងនឹងបញ្ជូនវងលេងទៅលេងយើងបងប្អូនវាត្រូវបានគេដាក់នៅក្រោមដីជាយូរមកហើយក្បាល5 ចិត្តដាំហើយមែនទេថ្ងៃនេះជាពេលវេលាសម្រាប់អ្នករាល់គ្នាដើម្បីបង្ហាញជំនាញរបស់ខ្លួនតើអ្នកបានឃើញអត្ថបទនេះទេនេះជាជីវិតប្រពន្ធខ្ញុំថ្ងៃនេះអ្នករាល់គ្នាជួយខ្ញុំប្រែក្លាយអធិរាជនេះទៅជាមនុស្សល្អម្នាក់បញ្ចប់ការបោះឆ្នោតនេះខ្ញុំច្បាស់ជាសុំប្រពន្ធខ្ញុំឲ្យលុយបន្ថែមទៀត JBC បុរាណក្រោយពីមន្ត្រីបុរាណទាំង4រូបត្រូវបានគេបង្ក្រាបហើយអ្នកឯងប្តីអ្នកខ្លាំងការប្រើប្រាស់ធម៌ពលគឺខ្ពស់ណាស់ដែលមានបងប្អូនល្អច្រើនណាស់យើងត្រូវបានសង្គ្រោះពីស្រុកណាឌីប្រពន្ធគ្រាន់តែជាអ្នកមើលការខុសត្រូវសូមមើលពីរបៀបដែលស្វាមីរបស់អ្នកអាចឆ្លាក់នគរមួយសម្រាប់អ្នកលេងជាមួយនារីនោះអ្នកកំពុងតែយំនៅមុខវាលរហស្ថានរបស់មនុស្សឥឡូវនេះខ្ញុំមកដល់ក្នុងរយៈពេល3 ខែគឺខ្ញុំពេលខ្ញុំខឹងតើនេះអាចទៅរួចដោយរបៀបណាហេតុអ្វីបានជាអធិរាជនេះបានដាក់អ្វីទាំងអស់ទាំងយប់តើខ្ញុំជាអ្នកទោសខ្មោចមែនទេបងស្រីតើលោកដេហិងកំពុងស្វែងរកឈ្មោះអ្វីហួសកម្រិតតើអ្នកណាអាចឃើញអធិរាជនេះមិនអាចទៅរួចទេសៀវភៅដើរតួជាអ្នកទោសទន់ខ្សោយទោះបីជាវាស្រដៀងគ្នាក៏ដោយក៏វានៅតែមិនគ្រប់គ្រាន់ដែរប៉ានារីម្នាក់នេះច្បាស់ជាចាញ់បោកយើងហើយប្រហែលជាមិនមានសំបីតែមួយអញ្ចឹងតើអ្នកកំពុងធ្វើអ្វីប្រញាប់ឡើងហើយពិនិត្យមើលអ៊ីមែលដោយមិនជ្រើសរើសការហៅអូសមើលថាភ្នែកមួយណាកំពុងធ្វើការងារឲ្យគាត់ប្រសិនបើអ្នករកឃើញភាពងាយរងគ្រោះបណ្ដាញខ្ញុំនឹងដាំគាត់ដោយផ្ទាល់ស៊ូជុនតើអ្នកសុខចិត្តមើលទៅដូចនេះទេឥឡូវនេះបើអ្នកភូមិឃើញគាត់វាត្រូវតែយកមួយជីវិតខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅសម្លៀកបំពាក់2 ដុំសម្លៀកបំពាក់របស់គាត់ត្រូវបានបិទបន្តិចប្រពន្ធថាបាទខ្ញុំស្ដាប់ប្រពន្ធខ្ញុំនេះច្បាស់ពេកហើយតែប្រពន្ធខ្ញុំពិតជាល្អណាស់សម្លៀកបំពាក់នេះគាត់គឺជាមេដ៏អាថ៌កំបាំងបំផុតនៅក្នុងពិភពលោកវិធីនេះណែនអាចសកម្មនៅក្នុងទីធ្លាក្នុងពេលថ្ងៃគ្រាន់តែមិនបង្ហាញមុខរបស់អ្នកស៊ូជុន
ដៃរបស់អ្នកឥឡូវនេះខ្ញុំមិនបាច់បារម្ភពីការប្រើពិលពេលធ្វើម្ហូបទេមិនខ្លាចថត់ចង់ភើល្អអីនោះគឺចាប់ពីពេលនេះទៅខ្ញុំនឹងជ្រើសរើសខ្ចប់អាហារនៅផ្ទះខ្ញុំសន្យាថានឹងធ្វើឲ្យអ្នកថត់នឹងលោកជំទាវអ្នកនិយាយយើងគឺបែបនេះឥឡូវនេះតើខ្ញុំអាចមានកូនបានទេការសោកស្ដាយដ៏ធំបំផុតរបស់ខ្ញុំក្នុងជីវិតខ្ញុំគ្រាន់តែមិនអាចដោះស្រាយវាតាមរបៀបដែលអ្នកបានធ្វើខ្ញុំចង់សម្រាលកូនសូមឲ្យខ្ញុំមើលទៅអ្នកបន្ថែមពីលើ Gitaro សូម្បីតែសាច់រហ័សក៏មិនឆៅដែរតើអ្នកចង់ឲ្យខ្ញុំបង្កើតអាគារដ៏ក្រៀមក្រំមួយឬលោកជំទាវខ្ញុំស្បត់មិនថាវិធីសាស្ត្រអ្វីនោះទេខ្ញុំពិតជានឹងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសង្គ្រោះកំណើតដែលខកខានរបស់ខ្ញុំទោះបីជាអ្នកប្រញាប់ក៏ដោយខ្ញុំក៏ចង់ឲ្យអ្នករស់នៅក្នុងជីវិតធម្មតាផ្ដល់ឲ្យអ្នកនៅផ្ទះពេញលេញអមតៈពាក្យរបស់អ្នកគឺគ្រប់គ្រាន់ហើយដរាបណាខ្ញុំអាចនៅជាមួយអ្នកខ្ញុំទទួលស្គាល់ថាមានកូនឬអត់អមតៈអ្នករស់នៅជារៀងរហូតអ្នកគឺអមតៈខ្ញុំមិនចង់បំបាក់ប្រពន្ធខ្ញុំទេ